បាទហើយនេះក៏បងប្អូននេះខ្ញុំបញ្ជាក់ម្ដងទៀតនេះកន្លែងខ្ញុំថតចំពីមុខហ្នឹងបងភ្នំឥឡូវមានពោតមានអីនៅក្នុងភ្នំមានគុំស័យហ្នឹងបាទនេះឥឡូវខ្ញុំរេកាមេរ៉ាហ្នឹងបាទដែលខ្ញុំចំណាំថាហៅថាភ្នំខ្មោចយួនភ្នំខ្មោចយួនហ្នឹងបាទហ្នឹងហើយភ្នំហ្នឹងឯងភ្នំខ្មោចឡងភ្នំខ្មោចហ្នឹងហ្នឹងបាទប្រទេសយួនចាស់ហើយដោយសារអីបងប្អូននៅភ្នំក្រៅពីហ្នឹងគេឡើងកាប់ដល់លើចំណែកភ្នំហ្នឹងវាទាបឯងមិនខ្ពស់ឯងបងប្អូនប៉ុន្តែសម្បុកបាទឃ្លាំងក្របមីននៅហ្នឹងបដ ாய் យកខែប្រាំងអីបានភ្លើងឆេះបានខ្ទុះវិញកំពុងប្រផាំងហ្នឹងហើយឆ្នាំហើយនៅមានទៀតណាបងប្អូនចឹងភ្នំហ្នឹងសម្បូរមីនហើយថ្ងៃស្កែព្រៃក៏នៅហ្នឹងថ្ងៃមុនក៏ខ្ញុំមកថតគៀនហ្នឹងក៏ជួបអាស្កែព្រៃប៉ុណ្ណាណីនៅហ្នឹងឯងបាទនឹងខ្ញុំសូមបញ្ជាក់យ៉ាងកន្លែងហ្នឹងខ្ញុំហៅថាភ្នំខ្មោចហ្នឹងបាទភ្នំខ្មោចយួនព្រោះប្រទេសយួនចាស់នៅកន្លែងហ្នឹងបងប្អូនហើយជាមួយខ្ញុំវេតកន្លែងប្រទេសមួយទៀតបាទវាមានកន្លងចំនួនគ្រាមវាគេដាក់ប្រទេស2បាទភ្នំនឹងមួយហើយភ្នំនេះមួយភ្នំនេះគេឡើងធ្វើចការអស់ហ្នឹងក៏មានដែរដល់ឥឡូវវាភ្លើងឆេះទាំងអស់ងូកហ្នឹងទៅឥឡូវគេធ្វើចការបានហើយចាំមើលខ្ញុំស៊ូមចិត្តតិចអាហ្នឹងចំណុចដែលប្រទេសមាន2កន្លែងហ្នឹងហើយហ្នឹងឥឡូវភ្នំខ្មោចខ្ញុំថាមិញហ្នឹងអាហ្នឹងប្រទេសទី2ហើយនឹងនេះបងប្អូនមើលទៅរៀងពណ៌រៀងសគេហ្នឹងនេះហ្នឹងភ្នំនោះរៀងទៀបហ្នឹងអាហ្នឹងប្រទេសទី1ហ្នឹងហើយហ្នឹងសិតដល់អាហ្នឹងសិតតែប្រភពបាទងាប់រៀលកោភ្នុកហ្នឹងប្រទេសមិនធានខ្មែរទេណានៅហ្នឹងគឺចំនួនហ្នឹងមានចំនួនខ្មែរក្រហមណាបងប្អូនកាលហ្នឹងគេឆ្នាំ86 87គេមិនបញ្ជូនកងទ័ពវៀតណាមមកខេត្តបៃលិនទេអញ្ចឹងបងប្អូនកាលហ្នឹងបាទកាលឆ្នាំហ្នឹងខ្ញុំចាំច្បាស់ដោយសារខ្ញុំនៅរៀនមកជុំសិក្សាកម្រិត2នៅស្រុកបកានបាទហើយកាលហ្នឹងក៏ខ្ញុំរៀនថ្នាក់ទី7បាទឆ្នាំ1987 ហ្នឹងគេបញ្ជូនកងទ័ពមកខាងបៃលិនហ្នឹងបាទដល់ពេលអញ្ចឹងទៅកងទ័ពវៀតណាមមក10ឡានទៅវិញបានតែកន្លះឡានទេបាទណាក៏នឹងសិស្សសាលាបងខ្ញុំមិនក៏ឈរអមតាមផ្លូវហ្នឹងបាទជួយអបអរសាទរបងប្អូនកងទ័ពវៀតណាមណាដែលមកវាយធ្វើសង្គ្រាមជាមួយកាលហ្នឹងខ្មែរក្រហមបាទវាយជាមួយទ័ពអៀងផានអីហ្នឹងកាលហ្នឹងនៅបៃលិនវាយខ្លាំងគេបញ្ជូនមកឲ្យតំបន់បៃលិនគឺព្រៃអត់មានដូចឡូវទេបាទផ្លូវហ្នឹងក៏មិនដូចឡូវដែរគឺចំនួនហ្នឹងតាមកន្លែងខ្ញុំដើរថតអស់នេះព្រៃឡូវនេះគឺសិតតែព្រៃអាស័យសុទ្ធហើយហ្នឹងហើយសិតតែមកជួលសិតតែមីនទេបាទគាត់ថាវាយូរទៅវាអស់បងប្អូនវាស្អុយវាអីទៅហើយហ្នឹងហើយវាពុកវាខូចអស់ទៅបាទអញ្ចឹងក៏មុនដំបូងដីនេះក៏ជាពលរដ្ឋយើងធ្វើចំការក៏អត់ទាន់មានអត្រាព្យួរដែរកាប់ព្រៃអាស័យហើយដុតទៅហើយក៏ចាប់ផ្ដើមដាំល្ងដាំអីចឹងណាបងប្អូនហ្នឹងហើយអត់មានយើងនឹងធ្វើទាំងបថុយបឋានណាធ្វើចការនៅស្រុកនេះដំបងបាទមិនមែនថាចេះតែធ្វើទៅទេណាកាលហ្នឹងដីអត់ទាន់មានម្ចាស់នេះណាចង់បានប្រមាណឲ្យតែហ៊ានកាប់យកទៅហ្នឹងហើយគឺវាហ៊ានចំណាយអាយុជីវិតដើម្បីដីណាបងប្អូនខ្មែរយើងចឹងឯងរឿងមានអត់គិតទេដល់ពេលអញ្ចឹងចេះតែឃើញវាទីធ្វើបានគ្រប់គ្នាទាំងទៅខ្លះទៅគូវាសយវាអីទៅបាទវាមានដាច់ជើងដែរបាទតំបន់នេះកន្លែងខ្ញុំថតនេះហ្នឹងមកកវល់ជុំវិញអាភ្នំប្រទាយហ្នឹងមានដាក់ឡើងជីកជពាំងបាទដែលឡើងជីកជពាំងទេគាត់ហ្នឹងប្រជាពលរដ្ឋយើងវាខ្វះខាតដែរผมដឹងក៏មិនដែរខ្ញុំមិនសូវដឹងទេបើគាត់ថាហ្នឹងមានដាក់ជីកជពាំងឡើងទៅលើភ្នំហ្នឹងនេះឡើងទៅលើភ្នំព្រះស័យហ្នឹងស្រីមិននឹកប្រុសឯនោះស្រីពីរនាក់បាទឡើងទៅជីកជពាំងហ្នឹងក៏គ្រោះថ្នាក់ក្របម្សៅហ្នឹងបាទជន់មីនហ្នឹងក៏ខ្ទុះដាច់ជើងយ៉ាងណាបងប្អូនហ្នឹងហើយនិយាយយើងក៏ព្រួយបុលបាទនិយាយរឿងទេសភាពចំការនេះវិញបាទចំនួនហ្នឹងគឺអញ្ចឹងឯងហ្នឹងហើយឥឡូវនេះបៃលិនឡូវប្លែកចាបងប្អូនមិនដូចមុនទេ
ហើយនេះភ្នំប៉ោតបងភ្នំប៉ោតអញ្ចឹងមើលបងប្អូនមើលព្រំដែនថៃមើលឃើញហ្នឹងខាងនោះភ្នំខាងនោះភ្នំខ្ញុំប្រិចឲ្យមើលមកជួព្រំដែនថៃពពកសហ្នឹងអាហ្នឹងភ្នំនៅថៃណាមិននៅខ្មែរទេហើយបាទភ្នំប្រទេសទាហានបឹងផលិតប្រទេសទាហាននៅរងថ្ងៃនេះភ្នំនេះអាហ្នឹងហៅភ្នំបឹងផលិតហ្នឹងបាទហួសពីភ្នំហ្នឹងបន្តិចទៅដល់ចម្ងាយបើមិនឆ្ងាយអីទេបងប្អូនហួសជិះម៉ូតូហួសភ្នំហ្នឹងទៅដល់ព្រំប្រទល់ព្រំដែនច្រកព្រំដែនថៃមកបាទឥឡូវបិទច្រកអស់ហើយបិទលែងឲ្យចេញចូលបិទខ្មែរបិទមិនឲ្យថៃចេញចូលញីឲ្យពេញទឹកពេញដីខ្ញុំក៏តែជាថ្ងៃរួចបែបទៅលេងហ្នឹងទៅដើរមើលព្រំបន្ទល់តិចមើលដើរមិនដើរជិះម៉ូតូទៅមើលព្រំដែននេះមើលវាសកម្មភាពវាមិនហើយរាល់ថ្ងៃខ្ញុំជាប់រវល់អត់បានទៅដោយសារយើងទនេបាថ្ងៃអាទិត្យអញ្ចឹងបងប្អូនអញ្ចឹងប្រហែលជាងាយបាត់ភ្លៀងចាំមើលជួបគ្នានៅវីដេអូដែលខ្ញុំទៅថតនៅព្រំដែនហ្នឹងម្ដងហ្នឹងហើយក៏វីដេអូខ្ញុំនេះក៏រៀងវែងឆ្ងាយទេបងប្អូនបាទមានអីទេក៏ឆ្លៀតឱកាសមកផ្លែហ្នឹងដើម្បីថតជាវីដេអូទេសភាពមួយចែករំលែកឲ្យបងប្អូនណាបាទឲ្យបងប្អូនទស្សនាការកំសាន្តសម្រាប់ពីកិច្ចការងារមកពីធ្វើការនឿយហត់អីបានមើលវីដេអូខ្ញុំនេះហើយសូមកុំភ្លេចជួយគាំទ្រផងគ្រាន់តែចុចSubscribe និងសញ្ញាកណ្ដឹងទៅបានទទួលវីដេអូថ្មីពី Channel យើងខ្ញុំរៀងរាល់ថ្ងៃហ្មងបងប្អូនបាទហើយគណៈពេលនេះខ្ញុំក៏ដើរទៅកន្លែងម៉ូតូវិញហើយដើម្បីបញ្ចប់វីដេអូត្រឹមនេះផងដែរបាទអញ្ចឹងការទស្សនារបស់បងប្អូនតាំងពីដើមដល់ចប់ខ្ញុំក៏សូមអរគុណបងប្អូនទាំងអស់គ្នាទាំងពុកម៉ែប្រិយមិត្តទាំងអស់បាទដែលចំណាយពេលតាមដានបាទវីដេអូធម្មជាតិទេសភាពធម្មជាតិតាមតំបន់ចំការនៅខេត្តបៃលិននេះបាទហ្នឹងហើយសូមអរគុណបងប្អូនទាំងអស់គ្នាហើយក៏បងប្អូនដូចខ្ញុំថាអញ្ចឹងចាំទស្សនាចាំមើលបើល្ងាចនេះបើអត់ភ្លៀងខ្ញុំចេញដំណើរទៅថតនៅទីតាំងព្រំដែនកម្ពុជាថៃបាទមើលពីសកម្មភាពកន្លែងព្រំដែនថៃហ្នឹងវាchẳng mấyហើយបាទឃើញតែពណ៌មានគេញ៉ៃប៉ុន្តែពណ៌មានខ្លះផយណាបងប្អូនហ្នឹងហើយតាមបណ្ដាញសង្គមវាច្រើនតែផនិយាយរួមនោះចង់បាន view បាន like បាន share ទៅបាទវីដេអូខ្លីយកមកកាត់ធ្វើអញ្ចេះធ្វើអញ្ចោះដើម្បីភូតកុហកអាហ្នឹងវាអត់កើតទេបងប្អូនបើថាយើងមិនស្គាល់ភពច្បាស់លាស់ទេកុំយកមកបំពុលសង្គមបាទព្រោះអីសម្ដេចនាយករដ្ឋមន្ត្រីយើងក៏អត់ចូលចិត្តដែរអារឿងព័ត៌មានផហ្នឹងបាទចាំជាការពិតបាទចាំយើងនិយាយចាំយើងថាចាំយើងថតកុំទៅលួចវីដេអូគេយកមកបំផ្លែងដើម្បីយក like share ណាបងប្អូននឹងបណ្ដាញសង្គមទាំងអស់បាទសូមជម្រាបប៉ុណ្ណឹងដល់ដូចខ្ញុំនេះអត់មានទៅប៉ះពាល់អីទេព្រោះអត់មានយកបនណាទេគឺថតដោយដៃផ្ទាល់បើថាដំឡូងមីបាទចំការដំឡូងដឹងថាចំការដំឡូងអញ្ចឹងណាបងប្អូនហ្នឹងគឺអត់មានផោទេហើយបើថាពោតនេះពោតចំការពោតនេះនឹងថាពោតហើយបាទហើយថាដើមថ្នោតដឹងដើមថ្នោតហើយនេះម៉ូតូខ្ញុំមកដល់ហើយម៉ូតូវិញបងប្អូនបាទហ្នឹងហើយចោលលួចថ្មីនៅម៉ូតូចាស់បាទគណៈនេះផងដែរក៏ខ្ញុំសូមជម្រាបលាពីពុកម៉ែបងប្អូនអរគ្នាហើយក៏សូមជូនពរបងប្អូនអរគ្នារកស៊ីមានបានចាក់ជុំដូចទឹកអប់ពងខ្ចីមានសេរីសួស្តីសុភមង្គលតរៀងទៅបាទសូមអរគុណបាទសូមជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយៗទៀតបងប្អូន